នេះគឺជារឿងរ៉ាវដើមឈើដែលត្រូវបានគេចងឲ្យជាប់ខ្នោះទាំងដែលវាអត់មានបានធ្វើអីគេសោះរឿងរ៉ាវហ្នឹងគឺកើតឡើងនៅតំបន់ទេសចរមួយកើតហេតុដំបូងហ្នឹងមកពីបុរសម្នាក់គាត់ទៅដើរលេងឃើញដើមឈើហ្នឹងវាតំណងគួរឲ្យចង់ចូលទៅថតរូបគាត់ក៏ចូលទៅថតរូបសុកក្បាលចូលទៅថតរូបនៅក្នុងហ្នឹងក្រោយពីថតរូបហើយស្រាប់តែគាត់ប្រទះឃើញថាដកក្បាលចេញមកវិញអត់រួចគាត់ព្យាយាមដកក្បាលបវល់ក្បាលមិនក៏ដកចេញមកវិញអត់រួចដែរបវល់ឆ្វេងស្ដាំកលីអត់រួចធ្វើមិនក៏ចេញអត់រួចឡើងយូរអ្នកដើរកាត់ហ្នឹងឡងច្រើនតំបន់ទេសចរគាត់ហ្នឹងសោចទាំងអត់តំណងសោចទាំងអឹមអៀនក្បាលគេមែនតើអត់ដឹងធ្វើម៉េចមានតែសោចហ្នឹងធ្វើជាពងថតរូបបន្តទៀតសញ្ញាញបដាថតបដាអីបដាទៅប៉ុន្តែដោះអត់ចាញ់ទេដោះយូរទៅវាឈឺទៅយូរទៅសោចក៏សោចលែងសមអាសញ្ញាញហ្នឹងក៏សញ្ញាញលែងចេញដែរសោចលែងសមឲ្យមុខឡើងជូរសំណាងល្អគាត់នឹកឃើញវិធីមួយគឺយកទឹកមកចាក់ស្រួលដោះជាងមុនឲ្យវាល្អិលអញ្ចឹងណាដល់ពេលចាក់ទឹកទៅបានអាចដោះចេញប៉ុន្តែក៏មិនមែនដោះស្រួលដែរដាក់ចាក់ទឹកឲ្យនៅតែពិបាកដោះដែរតែរំតែដោះចេញក្រោយមកទៀតមានអ្នកទេសចរទៅក្រោយទៀតក៏ឃើញតំណងគិតដូចគាត់ក៏ចូលទៅថតដូចគាត់ដែរហេតុការណ៍ហ្នឹងគេការពារកុំឲ្យកើតឡើងដដែលអ្នកដែលគ្រប់គ្រងតំបន់ហ្នឹងគេក៏បានយកខ្សែទៅចងកុំឲ្យមានប្រឡោះដាក់ក្បាលចូលទៅថតទៀតរឿងហេតុនេះក៏ខៅឲ្យដើមឈើហ្នឹងវាជាប់ទោសរហូតដល់សប្តាហ៍ថ្ងៃ